Hello ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចែករំលែកពីការលេងកាឌីនៅតាមស្ទឹងបងប្អូនតាមទឹកហូរតាមស្ទឹងតាមទឹកហូរអញ្ចឹងយើងនឹងប្រើលេងកាឌីទូចសម្រាប់លេងត្រីខ្មាន់បងប្អូនយើងលេងត្រីខ្មាន់យើងប្រើកាឌីទូចកាឌីធំក៏បានដែរហើយយើងលេងតាមទឹកហូរអញ្ចឹងបងប្អូនណាហ្នឹងហើយព្រោះឲ្យយើងលេងទឹកហូរវាល្អដោយសារតែទឹកហូរវាសម្បូរត្រីខ្មាន់មកលេងអញ្ចឹងណាហើយវាមកចាប់កូនត្រីទៅតាមទឹករាក់ទឹករៀងរាក់ដោយសារថាទឹករៀងរាក់ហើយឥឡូវអត់សូវសម្បូរត្រីទេដោយសារមានគេឆក់មានអីឥឡូវខ្ញុំមកបង្ហាញបងប្អូនពីរបៀបអូសនុយលេងកាឌីបងប្អូនអូសពេលតំបន់មានថ្មមានអីចឹងសម្រាប់បទពិសោធន៍របស់ខ្ញុំយើងពេលកន្លែងមានថ្មមានអីយើងអូសតម្លាក់ចុងដងអានឹងទឹកជ្រៅដល់ពេលទឹករាក់យើងលើកចុងដងឡើងលើកុំឲ្យវាតាក់បងប្អូននេះយើងលេងតាមបទពិសោធន៍របស់ខ្ញុំហើយសម្រាប់បងប្អូនផ្សេងគាត់ចេះជាងខ្ញុំទៀតប៉ុន្តែគាត់ថាខ្ញុំធ្វើវីដេអូនេះគាត់ចែករំលែកបទពិសោធន៍ដល់បងប្អូនដែលមិនទាន់ចេះលេងត្រីខ្មាន់អញ្ចឹងណាបងប្អូនត្រីខ្មាន់ត្រីឆ្លាំងនេះក៏ខាំដែរបងប្អូនយើងលេងកាឌីតាមទឹកហូរចេះត្រីឆ្លាំងក៏ខាំត្រីខ្មាន់ក៏ខាំហើយត្រីសដាយក៏ខាំឲ្យតែមានគឺខាំហើយបងប្អូនឥឡូវខ្ញុំគប់នេះហើយខ្ញុំលើកចុងដងហ្នឹងបានន័យថាទឹករាក់ដល់ពេលខ្ញុំតម្លាក់ចុងដងចុះទឹកវាជ្រៅអានឹងវាអត់តាក់ទេបងប្អូនហ្នឹងហើយបច្ចេកទេសយើងអូម៉កុំអូសលឿនពេកបងអូសយឺតម៉កន្លែងណាទៅលឿនកន្លែងនេះមានថ្មច្រើនយើងអូសរៀងលឿនបងប្អូនខ្លាចវាតាក់អញ្ចឹងអូសរៀងលឿនឲ្យវាឡើងមកលើបន្តិចមកហើយដល់កន្លែងទឹកជ្រៅយើងអូសរៀងយឺតហ្នឹងហើយបងប្អូនឥឡូវប្រភេទត្រីខ្មាន់បើសិនជាយើងលេងតនុយមួយវាអត់ខាំយើងដូរនុយបងប្អូនយើងដូរនុយឥឡូវខ្ញុំដូរនុយហើយយើងបើលេងអាហ្នឹងប្រហែលជា10ខ្សែ20ខ្សែវាអត់ខាំទេយើងដូរនុយចេញបងប្អូនដូរនុយចេញដូរដាក់ពណ៌ផ្សេងឬក៏នុយប្រភេទផ្សេងជួនកាលនុយវាឃើញនុយវាស្គាល់វាអត់ខាំទេដល់យើងដូរនុយ2ឬក៏ទៅ3នុយបានអាចខាំហើយយើងគប់ដូរទៅមួយនុយ10 20ខ្សែមួយនុយបបផ្សេង20ខ្សែទៅបងប្អូនបើសិនជាវាមានវាខាំហើយបើសិនវាអត់យើងដូរ2នុយហើយ3នុយហើយអត់ទេអានឹងយើងដើរចេញពីប្រឡងហ្នឹងទៅយើងចោលប្រឡងទៅយើងត្រកន្លែងផ្សេងដែលតំណងជាងហ្នឹងអញ្ចឹងបងប្អូនឥឡូវខ្ញុំដូរនុយហើយកន្លែងនេះកាលណាខ្ញុំធ្លាប់យកត្រីបានច្រើនប៉ុន្តែដោយសារថាមករយៈនេះវាទឹករៀងស្រកខ្លាំងហើយមានគេឆក់អញ្ចឹងណាបងប្អូនដល់ពេលមានគេឆក់គេអីចឹងត្រីវាចាប់ផ្ដើមអត់សូវសម្បូរហើយមានគេរាយមកអីវាអត់ឡើងមកទៅសារទឹករាក់ពេកវាផ្អើលបងប្អូនវាផ្អើលអញ្ចឹងវាអត់មកទេដល់ពេលវាអត់មកយើងលេងក៏អត់សូវបានត្រីដែរប្រឡងនេះកាលមុនទឹករៀងជ្រៅខ្ញុំលេងបានត្រីអាសាបានមកអត់ដែរអត់ទេត្រីខ្មាន់ណាលេងមកប្រឡង1ទៅ2អញ្ចឹងណាបងប្អូនលេងបានសឹងតែជាប្រចាំប៉ុន្តែខ្ញុំមានពេលវេលាខ្លីខ្ញុំមកបានត្រឹម1ម៉ោងអីហ្នឹងលេងបាន2 1 2អញ្ចឹងទៅហើយយើងមកឆ្លៀតពេលលេងសប្បាយអញ្ចឹងណាបងប្អូនហ្នឹងហើយបងប្អូនយើងគប់ទៅហើយយើងអូសដូរទីតាំងទៅហើយយើងលេងត្រឹម40ខ្សែបើអត់មានយើងចោលប្រឡងទៅហើយយើងអូសទឹកជ្រៅយើងតម្លាក់ចុងដងទៅទឹករាក់យើងលើកចុងដងឲ្យខ្ពស់ទៅកុំឲ្យវាតាក់ហើយយើងអូសមកល្មមនោះកុំឲ្យលឿនពេកព្រោះឲ្យទឹកហូរយើងអូសមកល្មមត្រីខ្មាន់វាលះប្រភេទត្រីខ្មាន់ហើយយើងញាក់ចុងដងតិចឲ្យវាដូររូបរាងនុយឲ្យវាឆាប់តាក់ទាញឲ្យត្រីឆាប់តាក់ទាញប៉ុន្តែប្រឡងនេះប្រហែលជាអត់ទេបងប្អូនឥឡូវខ្ញុំដូរអស់2នុយហើយវាអត់មានខាំទេដោយសារតែមានម៉ងហើយមានគេដើរមុននឹងទៀតអញ្ចឹងប្រហែលជាអំបិលបងប្អូនអរគុណជំរាបលា